ទស្សនវិជ្ជាអំពីគុណធម៌ជីវិតរបស់មនុស្សម្នាក់កើតមកដោយដៃទទេហើយនៅថ្ងៃចុងក្រោយនៃជីវិតក៏ត្រូវចាកចេញទៅវិញដោយដៃទទេដូចគ្នារវាងការកើតនិងការស្លាប់នោះគឺជាពេលវេលាដែលយើងហៅថាជីវិតមិនត្រូវបានវាស់ដោយចំនួនឆ្នាំដែលរស់នៅទេប៉ុន្តែត្រូវបានវាស់ដោយគុណតម្លៃនិងគុណធម៌ដែលយើងបានបន្សល់ទុកនៅក្នុងបេះដូងរបស់អ្នកដទៃគុណធម៌គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្សទ្រព្យសម្បត្តិខាងក្រោយអាចបាត់បង់ដោយសារគ្រោះថ្នាក់ភ្លើងឆេះទឹកជំនន់ឬការបោកប្រាស់ប៉ុន្តែគុណធម៌ដែលស្ថិតនៅក្នុងចិត្តមិនអាចមានអ្នកណាលួចយកបានឡើយមនុស្សដែលមានគុណធម៌ទោះក្រប៉ុណ្ណាក៏នៅតែមានតម្លៃផ្ទុយទៅវិញមនុស្សដែលមានទ្រព្យសម្បត្តិច្រើនតែខ្វះគុណធម៌អាចត្រូវបានគេគោរពតែដោយសារលុយប៉ុន្តែមិនមែនដោយសារតម្លៃពិតនៃមនុស្សនោះឡើយ1គុណធម៌ចាប់ផ្ដើមពីការស្គាល់ខ្លួនឯងមុននឹងយើងចង់កែប្រែពិភពលោកយើងត្រូវរៀនស្គាល់ខ្លួនឯងជាមុនសិនមនុស្សជាច្រើនចំណាយពេលវាយតម្លៃអ្នកដទៃប៉ុន្តែមិនសូវចំណាយពេលពិនិត្យចិត្តរបស់ខ្លួនទេកំហឹងការច្រណែនការលោភលន់និងភាពអំនួតតែងតែចាប់កំណើតពីចិត្តដែលមិនស្គាល់ខ្លួនឯងការស្គាល់ខ្លួនឯងមិនមែនមានន័យថាស្គាល់តែឈ្មោះអាយុឬមុខរបរទេវាមានន័យថាស្គាល់ចំណុចខ្លាំងចំណុចខ្សោយស្គាល់អារម្មណ៍និងស្គាល់អ្វីដែលកំពុងគ្រប់គ្រងជីវិតរបស់យើងមនុស្សដែលស្គាល់ខ្លួនឯងនឹងដឹងថាពេលណាគួរនិយាយពេលណាគួរស្ងៀមពេលណាគួរអត់ធ្មត់និងពេលណាគួរដើរចេញពីជម្លោះ2សេចក្តីស្មោះត្រង់ជាគ្រឹះនៃតម្លៃមនុស្សក្នុងសង្គមមនុស្សអាចបាត់បង់លុយបាត់បង់ការងារឬបាត់បង់ឱកាសជាច្រើនប៉ុន្តែអ្វីដែលមិនគួរបាត់បង់បំផុតគឺភាពស្មោះត្រង់សេចក្តីស្មោះត្រង់គឺជាពន្លឺដែលបង្ហាញអត្តសញ្ញាណពិតរបស់មនុស្សដែលស្មោះត្រង់មិនចាំបាច់ខំចាំពាក្យកុហករបស់ខ្លួនទេព្រោះគេរស់នៅជាមួយការពិតទោះបីជាការពិតខ្លះអាចធ្វើឲ្យយើងខាតប្រយោជន៍ក្នុងរយៈពេលខ្លីក៏ដោយប៉ុន្តែវានឹងផ្ដល់កិត្តិយសក្នុងរយៈពេលវែងកិត្តិយសដែលកើតពីភាពស្មោះត្រង់គឺរឹងមាំជាងអំណាចដែលកើតពីលុយកាក់ព្រោះមនុស្សនឹងជឿទុកចិត្តលើអ្នកមិនមែនដោយសារអ្នកមានអ្វីទេប៉ុន្តែដោយសារអ្នកជាមនុស្សបែបណា3ក្តីមេត្តាគឺជាកម្លាំងដ៏អស្ចារ្យមនុស្សខ្លះគិតថាការមានចិត្តមេត្តាគឺជាសញ្ញានៃភាពទន់ខ្សោយតែការពិតទៅវិញក្តីមេត្តាគឺជាកម្លាំងខាងក្នុងដ៏អស្ចារ្យបំផុតមនុស្សដែលមានមេត្តាអាចយល់ពីទុក្ខលំបាករបស់អ្នកដទៃគេមិនប្រញាប់វិនិច្ឆ័យមនុស្សតាមរូបរាងឬកំហុសតូចមួយឡើយព្រោះគេដឹងថាមនុស្សគ្រប់រូបសុទ្ធតែកំពុងតស៊ូជាមួយបញ្ហាអ្វីមួយដែលអ្នកដទៃមិនបានឃើញពាក្យល្អមួយម៉ាត់អាចផ្លាស់ប្ដូរថ្ងៃអាក្រក់របស់អ្នកណាម្នាក់ការជួយតិចតួចមួយអាចក្លាយជាក្តីសង្ឃឹមសម្រាប់ជីវិតរបស់គេហើយស្នាមញញឹមមួយអាចក្លាយជាពន្លឺសម្រាប់បេះដូងដែលកំពុងងងឹត4ការអត់ធ្មត់គឺជាសិល្បៈនៃអ្នកប្រាជ្ញជីវិតមិនអាចដំណើរការតាមបំណងយើងគ្រប់ពេលឡើយមានពេលខ្លះយើងខិតខំខ្លាំងប៉ុន្តែមិនទទួលបានលទ្ធផលភ្លាមមានពេលខ្លះយើងធ្វើល្អប៉ុន្តែត្រូវបានគេយល់ច្រឡំនៅពេលនោះការអត់ធ្មត់គឺជាគុណធម៌ដ៏សំខាន់អត់ធ្មត់មិនមែនមានន័យថាទទួលយកអ្វីគ្រប់យ៉ាងដោយមិនធ្វើអ្វីទេផ្ទុយទៅវិញវាគឺជាសមត្ថភាពក្នុងការរក្សាចិត្តឲ្យនឹងនរខណៈពេលដែលបន្តធ្វើអ្វីដែលត្រឹមត្រូវដើមឈើធំមួយមិនអាចលូតលាស់ក្នុងមួយយប់បានទេមនុស្សដែលមានតម្លៃក៏មិនអាចកសាងឡើងក្នុងមួយថ្ងៃដែរអ្វីទាំងអស់ត្រូវការពេលវេលាការអត់ធ្មត់និងការព្យាយាមជាបន្តបន្ទាប់5ការដឹងគុណជាប្រភពនៃសេចក្តីសុខមនុស្សជាច្រើនរស់នៅដោយផ្ដោតលើអ្វីដែលខ្លួនមិនទាន់មានដូច្នេះហើយទោះមានច្រើនប៉ុន្មានក៏នៅតែមិនពេញចិត្តការដឹងគុណបង្រៀនឲ្យយើងមើលឃើញអ្វីដែលយើងមានរួចហើយដឹងគុណឪពុកម្ដាយដែលបានចិញ្ចឹមបីបាច់ដឹងគុណគ្រូបង្រៀនដែលផ្ដល់ចំណេះដឹងគុណមិត្តភក្តិដែលនៅក្បែរពេលលំបាកដឹងគុណបទពិសោធន៍អាក្រក់ដែលបង្រៀនឲ្យយើងរឹងមាំ
មនុស្សដែលចេះដឹងគុណនឹងរស់នៅដោយចិត្តស្ងប់ជាងមនុស្សដែលរស់នៅដោយការតូចតាចតែព្រោះសេចក្តីសុខពិតមិនកើតពីការមានអ្វីគ្រប់យ៉ាងទេប៉ុន្តែកើតពីការពេញចិត្តនឹងអ្វីដែលមាន 6. ចិត្តល្អមិនធ្វើឲ្យអ្នកខ្សោយទេមនុស្សខ្លះគិតថាចិត្តល្អធ្វើឲ្យគេបាត់បង់អំណាចប៉ុន្តែការពិតគឺផ្ទុយគ្នាចិត្តល្អគឺជាកម្លាំងដ៏ស្ងប់ស្ងាត់ដែលមិនចាំបាច់ស្រែកតែអាចផ្លាស់ប្ដូរពិភពលោកបានមនុស្សដែលមានចិត្តល្អគឺមិនងាយត្រូវកំហឹងគ្រប់គ្រងហើយអាចរក្សាសេចក្តីស្ងប់បានក្នុងគ្រប់ស្ថានភាព 7. រស់នៅថ្ងៃនេះមិនមែនតែសុបិនអនាគតមនុស្សជាច្រើនរស់នៅក្នុងអនាគតហើយភ្លេចថ្ងៃបច្ចុប្បន្នប៉ុន្តែជីវិតពិតមានតែពេលនេះប៉ុណ្ណោះអតីតកាលបានកន្លងផុតទៅអនាគតមិនទាន់មកដល់អ្វីដែលយើងមានពិតប្រាកដគឺពេលនេះរស់នៅថ្ងៃនេះដោយចិត្តពេញលេញគឺជាគន្លឹះនៃសេចក្តីសុខសេចក្តីសន្និដ្ឋានទស្សនវិជ្ជាជីវិតមិនមែនសម្រាប់អានតែម្ដងទេប៉ុន្តែសម្រាប់គិតរាល់ថ្ងៃវាជាការរំលឹកថាកុំប្រញាប់វិនិច្ឆ័យអ្នកដទៃកុំបាត់បង់ចិត្តដោយសារបញ្ហាកុំភ្លេចស្រឡាញ់ខ្លួនឯងនិងអ្នកដទៃហើយកុំភ្លេចថាជីវិតគឺខ្លីណាស់រស់នៅដោយចិត្តល្អស្ងប់និងមានន័យទើបជាជីវិតដែលគួរឲ្យចងចាំពិតប្រាកដ